មិននឹកស្មានថាប៉ាអែមមុខនេះអាចធ្វើឲ្យខ្ញុំទទួលបានប្រតិកម្មបែបនេះពីកូនពៅសោះសុទ្ធតែផ្ដាំខ្ញុំថាចេះធ្វើឲ្យអូនទៀតថ្ងៃនេះងើបពីគេងមកខុសពីរាល់ដងអត់មានត្រូវតែងខ្លួនទៅរៀនអីទេខថងថាតែងខ្លួនដែរតែតែងខ្លួនដេកផ្ទះព្រឹកឡើងងើបមកអត់តន់ breakfast អីណាញ៉ោះប្អូនមួយសិនទុកជាការហាត់ប្រាណអែមទៅថ្ងៃហ្នឹងថ្ងៃសៅរ៍អត់ត្រូវទៅរៀននឹងអង្គុយរេរនិយាយគ្នាលេងទៅមកតបានចោះតែញ៉ាំ breakfast ហើយថ្ងៃនេះ breakfast សុំបែបរៀងផ្អែមតិចខ្ញុំបានធ្វើ Milo Lava Toast ដំបូងបងប្អូនអរគ្នាគ្រាន់តែគោះពងមាន់2គ្រាប់វាយជាមួយនឹងទឹកដោះគោស្រស់ប្រហែល120 មីលីលីត្រមកបន្ទាប់មកយើងយកខ្ទះដាក់ជាមួយប៊ឺហើយយើងយកនំប៉័ងទៅចៀននៅលើនឹងដាក់ភ្លើងតិចបានទេណាប្រយ័ត្នខ្លោចនំប៉័ងអស់ពេលដែលចៀនរួចរាល់ទុកនំប៉័ងម្ល៉េះយកឆ្នាំងមួយទៀតយើងដាក់ជាមួយនឹង whipping cream 80ក្រាមហើយនឹងទឹកដោះគោ Cap My Boy 10ក្រាមដាក់ភ្លើងតិចហើយកូរវាទៅបន្ទាប់មកយកនំប៉័ងតម្រៀបនៅលើចានដាក់នំប៉័ងមួយស្លាយហើយយើងដាក់ទឹកដោះគោ Cap My Boy មួយជាន់មកហើយដាក់មួយស្លាយទៀតដាក់ទឹកដោះគោ Cap My Boy មួយជាន់ទៀតហើយថ្ងៃនេះខ្ញុំដាក់នំប៉័ង3ស្លាយនៅស្លាយលើគេហ្នឹងគឺខ្ញុំដាក់ជាមួយនឹង whipping cream ដែលយើងបានកូរជាមួយទឹកដោះគោ Cap សូត្រវានៅលើនំប៉័ងហ្នឹងមកហើយយើងចាក់ជាមួយនឹងកន្តិច Milo ពីលើហ្នឹងខ្ញុំយកកូនកែវទូចមួយចាក់ជាមួយទឹកដោះគោ Cap My Boy ហើយជាមួយនឹងទឹកដោះគោស My Boy ដែរអញ្ចឹងទៅនៅពេលដែលយើងស្ទើរទឹកដោះគោមានអារម្មណ៍ថាស្ទើរផ្អែមអីគឺយើងអាចញ៉ាំជាមួយនំប៉័ងហ្នឹងបានហ្មងអូយតំណងខ្លាំងមែនតើឥឡូវដល់ពេលដែលខ្ញុំត្រូវឲ្យកូនពៅភ្លក់អីនៅពេលដែលយើងចិត្តនំប៉័ងហ្នឹងមកវាហៀអាតុកហ្នឹងចេញមកអូយនិយាយពីថាគាត់នៅឃើញក៏ឃ្លានដែរមើលតើអស់គ្នាហាមាត់មកខ្ញុំបញ្ចុកGoodខ្លាំងហ្មងគ្រាន់តែបានមួយម៉ាត់ហើយគឺថាត្រូវតែទាហោមួយម៉ាត់ទៀតហ្មងនិយាយទៅមួយចានហ្នឹងស្ទើរតែកូនពៅម្នាក់ឯងខ្ញុំអត់មានបានញ៉ាំបានទេតែសប្បាយចិត្តតែបានធ្វើអីឲ្យគាត់ញ៉ាំទៅគាត់ថាឆ្ងាញ់សុទ្ធតែឲ្យបន្ទុកយើង10លើ10ខ្ញុំអង្គុយកាត់វីដេអូនេះល្អមើលតែ reaction គាត់តែនិយាយពីថាមាត់ហ្នឹងញ៉ាំទៅវាតំណងម៉ែអញ្ចឹងទាំងអស់គ្នាកុំភ្លេចធ្វើមួយមុខនេះញ៉ាំនៅផ្ទះជាមួយទឹកដោះគោ Cap My Boy រសជាតិដឹងតែឆ្ងាញ់ហើយព្រោះអីកូនពៅ approve ហើយ